ប្រទេសកម្ពុជាមានប្រជាជន13លាន3សែន95682នាក់បង្កត់ត្រឹមខ្ទង់លានក្នុង3នេះស្ទើរនៅខ្ទង់លានត្រូវទៅមើលខ្ទង់សែនតើ3ដែលនៅខ្ទង់សែនត្រូវបង្កត់ចុះឬបង្កត់ឡើងចាគឺត្រូវបង្កត់ចុះនោះយើងនឹងទទួលបាន13លាន3ប្រទេសកម្ពុជាមានផ្ទៃកន្លា 181,035 គីឡូម៉ែត្រការ៉េបង្កត់ចំនួននោះត្រឹមខ្ទង់ម៉ឺនចឹង8នេះស្ទើរនៅខ្ទង់ម៉ឺនតែយើងត្រូវមើលលេខដែលនៅខាងស្ដាំខ្ទង់ម៉ឺនគឺខ្ទង់ពាន់ដែលមានលេខ1ចឹងបើជាលេខ1ត្រូវបង្កត់ចុះទៅ0ចឹង0ទាំងអស់យើងទទួលបានចំនួនថ្មីគឺ1,800,000